នៅក្នុងហាងប្រហែលថ្ងៃនេះកំពុងតែវឹកវរក្នុងការរៀបភ្លើងដោយសារតែប្រភេទ LED ខាង admin ចូលមកថ្មីមានច្រើនម៉ូដច្រើនម៉ាកបងប្រភេទភ្លើងបានតែថតនៅពេលយប់ឯបានភ្លឺស្អាតបងមិនតែពេលយប់ខាង admin អត់មានណាគេថតឬក៏អត់មានពេលធ្វើការបងអញ្ចឹងមានតែសាកពេលថ្ងៃអញ្ចឹងពេលខ្លះវាមានកុងពលឺឬក៏កុងថ្ងៃខ្លះបងប៉ុន្តែនៅខាងក្រៅគឺភ្លើងស្អាតតែម្ដងបងណាដែលគាត់ចង់បានភ្លើងដាក់លើកាងស៊េរីថ្មីអីគឺបងអាចមើលនៅម៉ូដដែល admin កំពុងថតនេះបាននេះភាគច្រើនគេចាប់នៅលើកាងខាងលើបងច្បាស់ជាធ្លាប់ឃើញនៅក្នុង TikTok ឬក៏ក្នុងវីដេអូបរទេសហើយឃើញអ្នកដែលគាត់ចូលចិត្តលេងភ្លើងហ្នឹងដោយសារតែប្រភេទភ្លើងនេះគឺជាប្រភេទភ្លើងស៊េរីថ្មីបងបដិញហងញាក់ផងអញ្ចឹងវាមានលឿងមានសឥឡូវ admin សុំនិយាយអត់តាន់វីដេអូហ្មងទៅវាមានភ្លឺលឿងហ្នឹងគឺបងអាចចាប់ទៅឲ្យវាភ្លឺបដិញក៏បានញាក់ក៏បានឲ្យនៅនឹងក៏បានខ្សែវាតែមួយទេពណ៌លឿងនឹងគ្រាន់តែបងចាប់ប្រឡែងទៅឬក៏បិទបើកបងហើយសម្រាប់ខ្សែមួយទៀតគឺពណ៌សក៏ដូចគ្នាដែរគឺបដិញក៏បាននៅនឹងក៏បានហើយនឹងញាក់ដូចគ្នាហើយវាមានខ្សែមួយទៀតគឺសម្រាប់ឲ្យភ្លឺសតែម្ដងជះដូចហ្វាអញ្ចឹងបងប៉ុន្តែភ្លើងហ្នឹងគឺអត់ចាំងភ្នែកទេប្រភេទគុជដែលខ្ញុំពងអាសាហ្នឹងបងភ្លឺសមែនប៉ុន្តែគឺប្រភេទភ្លឺអត់ចាំងភ្នែកអាហ្នឹងគេសម្រាប់ភាគច្រើនគេចាប់នៅលើតវ៉ូឡានចឹងបើសិនជាបងមានចំណាប់អារម្មណ៍អីអាចឆាតសួរក្នុង page ក៏បានឬក៏លេខ Telegram នៅក្នុងវីដេអូហ្នឹងក៏បានដែរឬក៏បងអាចមកដល់ទីតាំងហាងផ្ទាល់ក៏បានដែរនៅលើផ្លូវជាតិលេខ4ក្រុងច្បារមនខេត្តកំពង់ស្ពឺហើយឬខាងខ្ញុំអាចផ្ញើបាន24/5ខេត្តក្រុងហើយក៏មានបោះដុំដូចគ្នាអរគុណច្រើនបងជួបគ្នានៅវីដេអូក្រោយទៀតនឹងមានវីដេអូភ្លើងថ្មីច្រើនទៀតណាបងឃើញអញ្ចឹងឯណាបងបន្តែធ្ងន់ណាបង